ជីវិតគឺជាការរស់នៅហើយក៏ជាដំណើរដ៏ខ្លីមួយដែលពោរពេញទៅដោយបទពិសោធន៍ព្រមកើតដោយសេចក្តីសុខនិងសេចក្តីទុក្ខម្យ៉ាងទៀតជីវិតមិនមែនចេះតែមានសេចក្តីសុខប្រព្រឹត្តទៅរហូតរៀបស្មើនោះទេហើយទទួលបាននៅឧបសគ្គនិងឱកាសផ្សេងៗដែលកើតមានជាដរាបជីវិតរបស់បុគ្គលម្នាក់ៗមានកម្មជាបច្ច័យកម្មនេះមិនមែនជាសំណាងអាក្រក់ឬវាសនាកំណត់ដោយព្រហ្មលិខិតឡើយប៉ុន្តែកម្មគឺសេចក្តីប្រព្រឹត្តឬសកម្មភាពក្នុងទង្វើតាមរយៈកាយវាចានិងចិត្តដែលតែងតែមានផលវិបាកឆ្លុះបញ្ចាំងមកវិញស្របតាមហេតុនិងផលនៅក្នុងព្រះពុទ្ធសាសនាព្រះអង្គទ្រង់បានបញ្ជាក់ថាបុគ្គលណាសាងកម្មណាកម្មនោះរមែងប្រកបកើតឡើងដល់បុគ្គលអ្នកសាងនោះធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ការសាព្រោះពូជបែបណាបានផលផ្លែបែបនោះអ្វីដែលយើងទទួលបាននាពេលបច្ចុប្បន្នគឺជាផលនៃសកម្មភាពកាលពីអតីតកាលហើយអ្វីដែលយើងកំពុងធ្វើពេលនេះនឹងក្លាយជាគ្រាប់ពូជសម្រាប់អនាគតការទទួលស្គាល់ខុសត្រូវការយល់ដឹងអំពីច្បាប់កម្មផលក៏ជួយឲ្យមនុស្សមិនបន្ទោសសំណាងអាក្រក់ឬអ្នកដទៃមកផ្ដោតទៅលើកែលម្អនៃការប្រព្រឹត្តខ្លួនក្នុងពេលបច្ចុប្បន្ននេះកម្មល្អកម្មអាក្រក់មិនមែនអ្នកដទៃសាងឲ្យទេអនាគតនៃជីវិតមិនស្ថិតនៅលើការទូទីនោះទេប៉ុន្តែវាស្ថិតនៅលើជំរឿសដែលយើងជ្រើសរើសក្នុងសកម្មភាពដែលយើងសម្រេចចិត្តនៅថ្ងៃនេះបើយើងធ្វើល្អនៅក្នុងថ្ងៃនេះអំពើល្អនឹងជះឥទ្ធិពលមកលើយើងហើយសេចក្តីសុខនិងសេចក្តីចម្រើនប្រកបកើតមានក្នុងការដែលយើងបានសាងក្នុងទង្វើល្អនោះឯងឯចំពោះទង្វើអាក្រក់នោះវិញបុគ្គលណាសាងនៅបាបបានជាផលនៃអាក្រក់ទទួលបាននៅផលអវិជ្ជមានផ្ដល់នៅសេចក្តីទុក្ខទោសដល់បុគ្គលដែលសាងសេចក្តីអាក្រក់អំពីខាងដើមមកដើម្បីជៀសវាងកុំឲ្យមានកម្មអាក្រក់យើងត្រូវមានស្មារតីដឹងខ្លួនពិនិត្យមើលចិត្តគំនិតពាក្យសម្ដីនិងទង្វើដែលយើងធ្វើជានិច្ចដើម្បីជៀសវាងក្នុងការបង្កើតនៅផលអាក្រក់ដល់ខ្លួនឯងនិងអ្នកដទៃចំពោះការអាត់ឱននិងការអភ័យទោសការលះកាត់នៅសេចក្តីគុំគុណព្យាបាទឬការដោះលែងខ្លួនឯងឲ្យរត់ផុតអំពីកម្មពៀវរាការសាងអំពើល្អជាប្រចាំជាការចែករំលែកនៅសេចក្តីមេត្តាចិត្តនិងការជួយយកអាសាការអភិវឌ្ឍខ្លួនឯងប្រកបដោយវិជ្ជមានគឺជាការបង្កើតនៅគ្រាប់ពូជល្អសម្រាប់ជីវិតបងប្អូនហើយក្នុងโลกនេះសេចក្តីល្អនិងសេចក្តីអាក្រក់មិនមែនអ្នកដទៃសាងឲ្យយើងទេមានតែយើងទេដែលជាអ្នកសាងសេចក្តីល្អនិងសេចក្តីអាក្រក់ឲ្យខ្លួនឯងភាពល្អស្អាតរបស់មនុស្សគឺស្ថិតនៅលើចិត្តគំនិតដែលល្អមិនមែនស្ថិតនៅលើទ្រព្យសម្បត្តិឬក៏រូបសម្បត្តិថាល្អឬស្អាតនោះទេក្នុងโลกនេះគ្មានអ្វីស្អាតជាងចិត្តដែលល្អប្រសើរហើយជំរះនៅចិត្តអាក្រក់ឲ្យផូរផង់ចាក់គ្រឿងសៅហ្មងទាំងឡាយផុតអំពីខណ្ឌសន្តានឈ្មោះថាចិត្តល្អចិត្តប្រសើរ